Tập ca nôm côn mà chạ vạ sáng, mình trâm tay chỉ rướng soกับ ភាព កូន ទេ តែ គឺជា ក្តី ស្រឡាញ់ ទំនួល ខុស ត្រូវ និង ភាព ក្លាហាន ក្នុង ការ ធ្វើ រឿង ត្រឹមត្រូវ ដើម្បី កូន ជំរាបសួរ បងប្អូន ទាំង អស់ គ្នា ថ្ងៃ នេះ ខ្ញុំ សូម បង្ហាញ បងប្អូន នៅ វីដេអូ ដែល នាំ កូន បន់ រក្សា មក ចាក់ វ៉ាក់សាំង អាយុ 15 ខែ ចា នៅ ក្នុង វីដេអូ ចាក់ វ៉ាក់សាំង នេះ ខុស ពី វីដេអូ លើក មុន បងប្អូន ដោយសារ តែ យើង ឃើញ អូន បន់ រក្សា ដើរ ចូល ទៅ ក្នុង មន្ទីរ ពេទ្យ ដោយ ខ្លួន ឯង តែ ម្ដង ដែល ការ ចាក់ វ៉ាក់សាំង លើក មុន ណា អូន ជិះ រទេះ រុញ ផង ម៉ាក់ 3 ផង តែ លើក នេះ អូន ចេះ ដើរ ហើយ ដើរ លឿន ផង អត់ ចង់ ឲ្យ ម៉ាក់ ដឹក ដៃ ទេ ហើយ មើល រាង គេ ដើរ តំណង ដល់ ហើយ ឡើង ក៏ ទ្រិត តូច តែ មួយ តែ ចេះ ដើរ ល្អ មើល ដល់ ហើយ បងប្អូន ចា ឥឡូវ ចូល មក ដល់ កន្លែង ផ្ដល់ ព័ត៌មាន ហើយ ទៅ ដល់ នឹង យើង ត្រូវ រង់ចាំ បុគ្គលិក មន្ទីរ ពេទ្យ គេ រៀបចំ ឯកសារ សម្រាប់ ចាក់ វ៉ាក់សាំង ឲ្យ ហើយ សម័យ ខ្លួន នេះ ហ៎ បងប្អូន អត់ ទាន់ ដឹង ថា មក នឹង មក ឈឺ សាច់ ទេ ណា គេ នៅ លយ នៅ សង្ហា នៅ សប្បាយ ចិត្ត ឡើយ ទេ ណា ចា បន្ទាប់ ពី រង់ចាំ បុគ្គលិក មន្ទីរ ពេទ្យ រៀបចំ ឯកសារ ឲ្យ មួយ សន្ទុះ ឥឡូវ នេះ យើង បាន ឯកសារ មក ហើយ អញ្ចឹង យើង ក៏ បន្ត ដំណើរ ទៅ កាន់ ផ្នែក ជំងឺ កុមារ នៅ ជាន់ ខាង លើ នៃ មន្ទីរ ពេទ្យ តែ ម្ដង ចា អូន បន់ រក្សា មក ចាក់ វ៉ាក់សាំង លើក នេះ ឃើញ រៀង ធំ ប្លែក ជាង មុន ច្រើន មែន អត់ បងប្អូន ជា ម៉ាក់ ប៉ា នេះ សប្បាយ ចិត្ត ណាស់ បងប្អូន មិន ថា ម៉ាក់ ប៉ា ណា ក៏ ដូច ម៉ាក់ ប៉ា ណា ដែរ ឃើញ កូន លូតលាស់ ធំធាត់ វិវត្តន៍ ទាំង រាង កាយ ប្រាជ្ញា ស្មារតី គ្រប់ ជ្រុងជ្រោយ ទាំង អស់ គឺ សប្បាយ ចិត្ត ណាស់ ព្រោះ អី បងប្អូន ព្រោះ យើង ឃើញ លទ្ធផល លទ្ធផល ល្អ ដែល ចេញ មក ពី ការ តស៊ូ ប្រឹងប្រែង ព្យាយាម ភាព ហត់នឿយ អត់ ងងុយ ដែល យើង លះបង់ ទៅ រាល់ ថ្ងៃ ហ្នឹង ណា ចេញ មក ជា ផ្លែ ផ្កា តាម រយៈ ស្នាម ញញឹម ក្តី សុខ របស់ កូន និង រូបភាព នៃ ការ លូតលាស់ ធំធាត់ វិវត្តន៍ របស់ កូន យើង ពី មួយ ថ្ងៃ ទៅ មួយ ថ្ងៃ ហ្នឹង ឯង ចា ហើយ ដូច ដែល បងប្អូន បាន ដឹង ស្រាប់ ហើយ ថា យើង ចិញ្ចឹម មើល ថែ កូន តាំង ពី កូន នៅ តូច ក្រូច ឆ្មា យំ អង្ងា តាំង ពី មិន ទាន់ ចេះ ក្លាប់ ចេះ វារ ចេះ អង្គុយ ចេះ តោង ឈរ រហូត ដល់ ចេះ ដើរ ចេះ រត់ លេង ចេះ និយាយ បាន 3 4 5 ម៉ាត់ សុទ្ធ តែ ជា មោទកភាព សម្រាប់ អ្នក ជា ម្ដាយ ឪពុក ហើយ ដែល មិន មាន អ្នក ណា អាច យល់ បាន ឡើយ ក្រៅ តែ ពី យើង អ្នក ដែល ចិញ្ចឹម មើល ថែ កូន ដោយ ផ្ទាល់ ដៃ ហ្នឹង ព្រោះ វា មិន មែន ត្រឹម តែ ជា ការ វិវត្តន៍ របស់ កូន ទេ តែ វា គឺជា ភស្តុតាង នៃ ក្តី ស្រឡាញ់ ដែល យើង មិន ដាក់ ទុន ទៅ រាល់ ថ្ងៃ ជា ក្តី សុខ តូច ដែល សន្សំ បន្តិចម្ដង រហូត ក្លាយ ទៅ ជា ថាមពល ចិត្ត ដែល ធ្វើ ឲ្យ យើង ក្រោក មក ចាប់ ផ្ដើម ថ្មី រាល់ ថ្ងៃ បាន ទោះបី ជា ពេល យប់ យើង គេង បាន តិច ក៏ ដោយ និយាយ ដល់ កន្លែង នេះ ខ្ញុំ ជឿ ថា អ្នក មាន កូន អ្នក មើល ថែ កូន ច្បាស់ ជា យល់ និង ឆ្ងល់ ហើយ ទាំង ខ្ញុំ ទាំង គេ ឆ្ងល់ ថា មុន យើង មាន កូន ណា បើ សិន ជា យប់ ណា យើង គេង អត់ គ្រប់ ឬ មួយ យប់ គេង បាន តែ 3 4 ម៉ោង អី ក្រោក ឡើង យើង ដឹង តែ អត់ ស្រួល ខ្លួន ឈឺ ក្បាល វិល មុខ និយាយ រួម ចង់ ខ្យល់ ចង់ ឈឺ តែ ម្ដង តែ ពេល យើង មាន កូន ណា យើង មើល ថែ កូន យើង អត់ ងងុយ យប់ ខ្លះ មួយ យប់ គេង បាន តែ 3 4 ម៉ោង ក៏ ដោយ ក៏ យើង អត់ អី ដែរ អត់ មាន អារម្មណ៍ ថា ឈឺ ក្បាល វិល មុខ ឬ អត់ ស្រួល ខ្លួន ចង់ ខ្យល់ ចង់ ឈឺ អី ទេ ក្រោក ឡើង ធ្វើ ការងារ ផ្ទះ បាន ធម្មតា ការងារ ផ្ទាល់ ខ្លួន អី ក៏ ធ្វើ បាន ធម្មតា មើល ថែ កូន 3 កូន លេង ជាមួយ កូន បាន ធម្មតា អាហ្នឹង មក ពី អី បងប្អូន មាន ឆ្ងល់ ទេ ចាំ ខ្ញុំ ប្រាប់ ចម្លើយ គឺ មក ពី រាងកាយ របស់ ឪពុកម្ដាយ បាន ប្ដូរ ម៉ូដ ពេល មាន កូន ណា រាងកាយ នឹង បញ្ចេញ អុកម៉ូន មួយយ៉ាង បន្ថែម ទៀត ដូចជា អុកម៉ូន អុកស៊ីតូស៊ីន ជា អុកម៉ូន នៃ ក្តី ស្រឡាញ់ ដែល យើង ស្រឡាញ់ កូន ហ្នឹង ណា ធ្វើ ឲ្យ កាត់ បន្ថយ stress និង ធ្វើ ឲ្យ ចិត្ត ស្ងប់ មួយ ទៀត គឺ អុកម៉ូន ដូផាមីន ជា អុកម៉ូន នៃ ក្តី សុខ ក្តី សុខ ដែល បាន ឃើញ មុខ កូន នៅ ក្បែរ កូន បាន អោប ថើប ប្រឡែង លេង ជាមួយ កូន ហ្នឹង ណា ធ្វើ ឲ្យ យើង មាន កម្លាំង អាច ក្រោក មក ធ្វើ ការងារ ផ្សេង បាន ដូច យើង តែង ឮ ចាស់ នាំ គ្នា និយាយ ថា មក ពី ធ្វើ ការ ហត់ ប៉ុណ្ណា ក៏ ដោយ ដល់ ផ្ទះ បាន អោប ថើប កូន អី ហ្នឹង មាន កម្លាំង ព្រឹស តែ ម្ដង អុកម៉ូន ទាំង នេះ ធ្វើ ឲ្យ រាងកាយ ធន់ នឹង ភាព ហត់នឿយ បាន ច្រើន ឡើង ជា សម្បញ្ញៈ ដែល វិវត្តន៍ របស់ មនុស្ស បង្កើត ឡើង មក ដើម្បី ឲ្យ ឪពុកម្ដាយ អាច ចិញ្ចឹម មើល ថែ កូន បាន ចា ហើយ បន្ទាប់ ពី នាំ អូន លេង Playground ហើយ ឥឡូវ នេះ យើង មក ដល់ បន្ទប់ ចាក់ វ៉ាក់សាំង វិញ ម្ដង ចា ហើយ ចំពោះ វ៉ាក់សាំង ដែល អូន ត្រូវ ចាក់ នៅ ក្នុង ថ្ងៃ នេះ ដែរ មាន ចំនួន 2 ម្ជុល ដោយ ម្ជុល ទី 1 គឺជា វ៉ាក់សាំង ការពារ ជំងឺ ខាន់ស្លាក់ តេតាណូស ក្អក មាន់ រលាក ថ្លើម ប្រភេទ B គ្រុន ស្វិត ដៃ ជើង និង រលាក សួត ដែល HIP ចំណែក ឯ មួយ ម្ជុល ទៀត គឺជា វ៉ាក់សាំង បង្ការ ជំងឺ រលាក សួត និង រលាក ស្រោម ខួរ ក្បាល ដោយ ភ្នើម៉ូកូក វ៉ាក់សាំង នេះ ដែរ អូន ធ្លាប់ បាន ចាក់ ចំនួន 3 លើក រួច មក ហើយ បងប្អូន លើក ទី 1 កាល ពី អូន អាយុ 1 ខែ កន្លះ លើក ទី 2 នៅ អាយុ 2 ខែ កន្លះ និង លើក ទី 3 នៅ អាយុ 3 ខែ កន្លះ ហើយ លើក នេះ ដែរ គឺ លើក ទី 4 ចា គឺជា ដូស រំលឹក ចា បន្ទាប់ ពី ចាក់ វ៉ាក់សាំង ហើយ អូន យំ ខ្លាំង មែនតើ ហើយ ចិត្ត ជា ម៉ាក់ ប៉ា នឹង អាណិត កូន ខ្លាំង ណាស់ តែ មិន ដឹង ធ្វើ ម៉េច ទេ ណ បងប្អូន ព្រោះ យើង ត្រូវ តែ នាំ កូន មក ចាក់ វ៉ាក់សាំង ឲ្យ បាន គ្រប់មុខ គ្រប់ ដូស តាម ការ ណាត់ របស់ ពេទ្យ ដើម្បី សុវត្ថិភាព ដើម្បី អាយុ ជីវិត របស់ កូន យើង ថ្វីត្បិតតែ កូន យំ គឺជា សំឡេង ដែល អង្រួន បេះដូង យើង ជា ម៉ាក់ ប៉ា ឲ្យ ក្តុកក្តួល អាណិត កូន ក៏ ពិត មែន
តែត្រង់នេះហើយដែលកូនកំពុងរៀនសូត្រថាពេលអូនឈឺក៏មានម៉ាក់ប៉ាលួងពេលខ្លះការចិញ្ចឹមកូនណាមិនមែនត្រឹមតែជាការការពារកូនពីភាពឈឺចាប់ទាំងឡាយឡើយតែគឺជាការនៅក្បែរកូនលួងលោមកូនផ្ដល់កម្លាំងចិត្តដល់កូនក្នុងពេលដែលកូនជួបរឿងមិនសប្បាយចិត្តនិងភាពឈឺចាប់ទាំងនោះទើបការនាំកូនមកចាក់វ៉ាក់សាំងមិនមែនត្រឹមតែជារឿងសុខភាពកូនទេតែគឺជាក្តីស្រឡាញ់ទំនួលខុសត្រូវនិងភាពក្លាហានក្នុងការធ្វើរឿងត្រឹមត្រូវដើម្បីកូននិងជាពេលវេលាមួយដែលបញ្ជាក់ប្រាប់ថាយើងបានបំពេញតួនាទីជាឪពុកម្ដាយបានយ៉ាងពេញលេញហើយថ្ងៃមួយពេលកូនលូតលាស់ធំធាត់រឹងមាំរត់លេងសើចសប្បាយនិងប្រើជីវិតបានយ៉ាងពេញទីគេអាចនឹងមិនចងចាំថ្ងៃនេះឡើយតែបេះដូងរបស់ម៉ាក់ប៉ាចងចាំជានិច្ចថាយើងបានការពារកូនពីជំងឺកាចសាហាវនានាក្នុងថ្ងៃដែលកូននៅការពារខ្លួនឯងមិនទាន់បាន